0.0 ហើយយើងដាក់ dot នេះមានថាវានឹងទៅរក root វានឹងទៅរកមើល file ឈ្មោះថា docker file នេះណា docker file ចាំបើខ្ញុំដាក់ dot ហើយ time slash នេះទៀតវាអត់ស្គាល់ទេយើង enter ពោកវានឹង error សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Post Source Code ជាមួយចត្រានៅក្នុងមេរៀននេះយើងនឹងសិក្សាអំពី Dockerizing Spring Boot Application បាទអញ្ចឹងយើងនឹង configure ហើយនឹង set up Spring Boot របស់យើងហើយយើងទៅ Dockerizing វាដាក់វាចូលទៅក្នុង Docker ហើយ step នៅក្នុងវីដេអូមុនខ្ញុំបានបញ្យល់វាខ្លះហើយគឺដំបូងយើងត្រូវ build វាជា image បានជា image ហើយបានយើង run វានៅក្នុង Docker ហ្នឹង alright ចឹងបើសិនបើមានអ្នកថ្មីចូលមកសូមកុំភ្លេចជួយ follow page YouTube channel Coding with Chitra ក៏ដូចជា Facebook page Coding with Chitra ហើយនិង Telegram channel Coding with Chitra បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលជាមួយខ្ញុំទាំងអស់គ្នាបាត់ slide នេះចោលឥឡូវយើងចូលទៅមើលនេះអញ្ចឹងយើងមានដំណាក់កាលទី1 introduction ទី2 requisize the application the docker file and build ហើយនឹងមាន cheat sheet អញ្ចឹងមានតែ3 step ហ្នឹងទេបាទអញ្ចឹងគេថា Dockerizing Spring Boot application ហ្នឹង this guy cover the essence អញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅជំហានដ៏សំខាន់ដើម្បីដាក់នៅ Spring Boot របស់យើងចូលទៅក្នុង container ដោយប្រើប្រាស់ Java Spring Boot application អញ្ចឹងអ្នកទាំងអស់នេះនឹងចេះអំពីរបៀបសរសេរ Docker file មួយនេះតមកយើងនឹង build បាន image មួយហើយ run វាតែម្ដងនៅក្នុង container យើងហ្នឹងអញ្ចឹង consistent មានថា we works everywhere every time អញ្ចឹងវាដំណើរការនៅពេលដែលយើងធ្វើវាជា Docker ហើយយើងអាចដំណើរការវាគ្រប់ទីកន្លែងបានវាអត់ភ័យព្រួយបារម្ភទៅលើការ conflict ជាន់ version គ្នាអីទេ isolated មានថាវានៅតែឯងគឺ bundle dependency អញ្ចឹងមកក្នុង project តូចមួយគឺវាមានមកកញ្ចប់ហើយportable វាបត់បែនអញ្ចឹងយើងអាច deploy វាទៅកាន់ server cloud ដូចជា Amazon ឬក៏ Amazon Web Service ឬក៏ cloud solution ដូចជា Google អីជាដើមហើយមុននឹងចាប់ផ្ដើមទី1ត្រូវប្រកាសថាអ្នកទាំងអស់គ្នាមាន Java JDK 17ឬក៏លើសហ្នឹងឥឡូវសូមមើលរបស់ខ្ញុំវិញគឺចូលនេះមកយើងចូល terminal មក new terminal មក Java dot video version ហើយខ្ញុំប្រើ Java JDK 21បន្តមកទៀតអ្នកទាំងគ្នាត្រូវ យើងនឹងប្រើ Maven ឬក៏ Gradle ដើម្បី build project អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាដោយប្រើប្រាស់ Maven នេះគឺជា tool សម្រាប់ build project យើងហើយត្រូវប្រកាសថាមាន Docker desktop install ហើយនឹង running បាទអញ្ចឹងខ្ញុំចុច Docker ps មកនេះ sorry Docker version ហ្នឹងមកដើម្បី check មើលអញ្ចឹងខ្ញុំមាន Docker version 24បាទអញ្ចឹងវា running ហើយកំពុង running អញ្ចឹងត្រូវប្រកាសអញ្ចឹងបន្តមកអ្នកនរគ្នានឹងបង្កើត RESTful API មួយដោយបង្កើតចេញពី Spring Boot ដែលប្រើប្រាស់ Maven dependency តោះឥឡូវយើងចូលទៅបង្កើត Maven dependency មួយអញ្ចឹងយើងចូល this step មុននេះយើងចូល view ហើយ command palette ខ្ញុំ search ពាក្យថា create a Maven project អញ្ចឹងមុននឹងមានអាហ្នឹងអ្នកទាំងអស់គ្នាក៏ត្រូវប្រកាសថាអ្នកទាំងអស់គ្នាបាន install នៅ Spring initializer ហើយដែរ initialize
initializer បាទចឹងត្រូវប្រកាសថាអ្នកនរនេះ uninstall ជាមួយនឹងហើយខ្ញុំ install ហើយនេះណាតន់ទាំងអស់គ្នាចឹងបើ install ហើយឥឡូវយើងចូលទៅបង្កើនម្ដងទៀតដល់យើងចូលទៅ view យក command palette នេះតមកយើងយក search វាថា create នេះមកវានឹង create ហ្នឹងវាមាន2មាន Maven project ឬក៏ Gradle ចឹងយើងជ្រើសរើសយក Maven Pro project តមកយើងជ្រើសរើស Spring Boot version ខ្ញុំយក 4.0 ហ្នឹងមកហើយយើងយក Java ហើយខ្ញុំដាក់ com.coding with Petra នេះជា package បាទតមកឈ្មោះ project របស់យើងអ្នកទាំងអស់គ្នាដាក់ថាឈ្មោះអីឈ្មោះទៅឥឡូវថា my site ឬក៏ឈ្មោះអីខោឈ្មោះបាត់នេះ my site ហ្នឹង my site service ហ្នឹងចាបាទ my site service អញ្ចឹងយើងចង់អានេះ package វានឹងបានថា my site service អញ្ចឹងខ្ញុំយកតែ my site ទេអញ្ចឹងយើងយកជាចាហើយយើងអាចជ្រើសរើស version 17ឬក៏21យើងយក17ហើយខ្ញុំយក web យើង search មក web យើងជ្រើសរើសយកពាក្យមានពាក្យអីគេអ្នកទាំងអស់គ្នានេះ RESTful បាទ Spring Web បាទ Spring Web will include RESTful application ហ្នឹងទៅចឹងយើងជ្រើសយកមួយនេះមកហើយយើងចុច enter ពោកចឹងយើង generate ទៅក្នុង workspace របស់យើងចឹងខ្ញុំមាន workspace ខ្ញុំបាត់ហើយគឺ coding with ចិត្តបាទអញ្ចឹងខ្ញុំចុច add to workspace នេះមកអញ្ចឹងយើងបាន project មួយឈ្មោះថា my site បាទ my site អូខេតោះអ្នកទាំងអស់គ្នាឥឡូវយើងចូលទៅ ls មើលអញ្ចឹងខ្ញុំអត់តបានចូលទៅក្នុង root project my site អញ្ចឹងយើងត្រូវ cd ចូល my site សិន cd my site បាទហើយ ls មកអញ្ចឹងយើងមាន file mvnw ឬក៏នេះអញ្ចឹងទៅបន្តមកទៀតអ្នកនរគ្នាត្រូវបង្កើត Docker file មួយនៅក្នុង my site នេះអញ្ចឹងមកស្ដាប់មកយើងអាចចុចកន្លែងនេះមកយើងដាក់ឈ្មោះថា Docker file បាទចុច Docker file ជំនួស Docker នឹងចុច enter ពោកបាទនេះអត់ទាន់ធ្វើអីទេអញ្ចឹងយើងបាន Docker file ហើយយើងអត់ទាន់ធ្វើអីទេឥឡូវខ្ញុំបិទវាវិញសិនកុំឲ្យវានៅរងារងាយយើងទៅ run service របស់យើងអញ្ចឹងយើងវាយ command មកអញ្ចឹង ls អញ្ចឹងយើងដើម្បី run command យើងបង្កើត Maven អញ្ចឹងនេះ mvnw នេះអញ្ចឹងវាយមក mvnw spring បាទ spring boot run ចេះមក sorry that slash mvnw spring boot run នេះវា run អញ្ចឹងវាទៅ download dependency ហើយវា run បាទ run អញ្ចឹងដូចដែលយើងឃើញអញ្ចឹងគឺវានៅ run នៅលើ server Tomcat បាទ serverless អញ្ចឹងយើងអត់ត្រូវការ server ដើម្បី hosting អីទេអញ្ចឹងនៅក្នុង Spring Boot វាមាន server Tomcat ឲ្យយើងហើយអញ្ចឹងវា run the port 80 អញ្ចឹងយើងចូលទៅ y localhost port 80 នេះមកគឺឃើញ variable error page ចេះមានថាវាដើរហើយអញ្ចឹងយើងទៅធ្វើស្អីទៀតឥឡូវយើងទៅបិទវាសិនដើម្បីយើងសេកូដថែមអញ្ចឹងយើងចុច Control C មកដើម្បី terminate វាបាទឥឡូវយើងបិទជោគជ័យហើយយើង clear console របស់ខ្ញុំឥឡូវយើងទៅបង្កើត controller មួយចឹងអ្នកទាំងអស់គ្នាអាចបង្កើត controller នៅក្នុងនេះតែពិតបង្កើតក្នុងនេះក៏បានដែរនេះយើងអាចថា add REST controller ហ្នឹងក៏បានដែរអូខេតែឥឡូវខ្ញុំអត់ចង់បង្កើតហ្នឹងយើងបង្កើត file ថ្មីតែម្ដងបាទ my site នេះអូខេណាបងប្អូនចឹងយើងជ្រើស click mouse ស្ដាំមកយើងយក new java
file ហើយយើងយក class អញ្ចឹងខ្ញុំដាក់ថា my ឬក៏ home control ខ្ញុំឲ្យ package វាសិនខ្ញុំដាក់ឈ្មោះ package ថា controller dot home controller បាទប៉ុណ្ណឹងមកវានឹងបង្កើត package ឲ្យយើងឈ្មោះថា controller នេះមកនេះ package មកចឹង package យើង com coding with Jatra mysite.controller ទី1 add REST controller បាទចឹងយើងយកវាចេញពី Spring Web Bind Data នេះណាអូខេតបមកទៀតអានេះ subject អស់បាទខ្ញុំបិទ suggestion មួយសិនដើម្បីកុំឲ្យវា load មក add request mapping បាទយកលើគេហ្នឹង enter មកជួយបាទ request mapping ចឹងអ្នកទាំងនេះដាក់ home មកចឹងមកបាទចឹងយើងដាក់ថា add get mapping យកខំគេនេះបាទ get mapping public string home មកឲ្យទៀតបាទចុច tab មកហើយបាទចឹងយើងបាន get mapping នេះចឹងយើងអាចដាក់ថាអានេះមិនបាច់ដាក់ទេក៏បានដែរអញ្ចឹងមានថាពី controller មកយើង /home មកហើយចាត់ / អានេះអត់មាន / អីទៀតទេប៉ុណ្ណឹងគឺវាដែរហើយអញ្ចឹងខ្ញុំ save មកហើយយើងទៅ run វាម្ដងទៀតបាទ mvnw មកអញ្ចឹងវានឹង run report 88 sub នេះ report 80 /home អញ្ចឹងឥឡូវអត់តមានអីទេអ្នកទាំងអស់គ្នាវាយ /home មកយើងឃើញ message ដែលយើងទៅ save មកនេះ welcome to my site អញ្ចឹងយើងសង្កេតឃើញថា REST endpoint យើងគឺដើរហើយណា REST endpoint យើងគឺដើរហើយអញ្ចឹងកូដរបស់យើងអត់មានបញ្ហាអីទេបាទ Control C តោះណាទាំងអស់គ្នាបាទឥឡូវយើងចូលទៅមើលនៅ instruction ដែលខ្ញុំសរសេរនៅក្នុង web នេះឲ្យបន្ទាប់ពីបានដល់ហើយអ្នកទាំងអស់គ្នាអាច run command មួយទៀត clean package អញ្ចឹង clean package នេះដើម្បីវា clean ហើយដើម្បី build នៅ file បាទ build នៅ file ឲ្យយើងនេះ build នៅ slash នេះអញ្ចឹងឥឡូវខ្ញុំទៅ clean មើលវានឹងលុបចោលនៅ folder target នេះឲ្យអ្នកនរមើលអញ្ចឹងយើងយក /mvnw clean នៅពេលដែលអ្នកនរ clean វាយ command នេះវានឹងទៅលុប target file នេះចោលបាទអស់ហើយឃើញទេអញ្ចឹងដើម្បី build file អ្នកនរប្រើ command dot slash បាទយើង clear ឲ្យឡើងទៅលើខ្ពស់ dot slash mvnw clean package បាទអញ្ចឹងវានឹង clean ម្ដងទៀតហើយវានឹងទៅបង្កើត package ថ្មីឲ្យអ្នកទាំងអស់គ្នាអានេះវា run test spring boot បាទអញ្ចឹងយើងឃើញថាវា build success ហើយអញ្ចឹងវាបានបង្កើតនេះ directory rename មានណានៃហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុង target នេះអញ្ចឹងវាបានបង្កើតនៅ target ហ្នឹង file 2នេះ my site service អីយ៉ាងមកហើយនេះមាន original មួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចគេខ្ញុំបើកពីក្នុង Java project នេះវិញបើក Java project នេះក៏បានអ្នកទាំងអស់គ្នាមិនរំនិយាយអីអញ្ចឹងគេខ្ញុំ clear បាទមិន target នេះ target អញ្ចឹងយើងក៏អាចនៅពេលដែលអ្នកទាំងអស់គ្នាបៀជា Java file យើងក៏អាច run Java file នឹងដែរអញ្ចឹងយើងដាក់ថា Java ដក Java ហើយឈ្មោះ file យើងមកនេះ my site នៅក្នុង target /my site.java បាទអញ្ចឹងយើងជប់ run command នេះគេបងប្អូនcommand
មេវិញទៀតហើយអ្នកនរនេះអាចវាយ command Java អញ្ចឹងដែលយើងធ្លាប់រៀនអំពីមេរៀន Java បាទអញ្ចឹងយើង interpol នេះគេដែរដូចគ្នា it's just like a magic right amazing look amazing ចឹងអ្នកនរឃើញវាដែរណាហើយយើងអាចទៅ refresh មើលទាំងអស់គ្នាចុចនេះដែរឃើញទេឡូយត្រង់ហ្នឹងអ្នកនរគ្នាអញ្ចឹងបើយើង run ម្ដងទៀតមានរឿងអីកើតឡើងអ្នកនរគ្នាលុបអានេះចាឥឡូវថតខ្ញុំចង់ខ្ញុំបូកអានេះមកដើម្បីបានមួយទៀតខ្ញុំទៅ CD ចូលទៅកាន់ My Site ខ្ញុំ My Site service មកអញ្ចឹង ls អញ្ចឹងបន្តមកទៀតខ្ញុំទៅ ./gradle gradle mvnw ខ្ញុំទៅ run វាគឺ spring boot ចុច2 run ដើម្បី run spring boot យើង error បាទឃើញ error ដោយសារតែ port 80 នេះគឺបានឋានហើយនេះ alert នេះគឺយើងប្រើហើយអញ្ចឹងយើងអាច run port 80 ម្ដងទៀតបាននោះទេណាអញ្ចឹងចង់ run ម្ដងទៀតតតែអ្នកទាំងអស់គ្នា change port ដូរ port ឲ្យវា run ទៅ port ផ្សេងដើម្បីផ្លាស់ប្ដូរ port បានអ្នកទាំងអស់គ្នាចូលទៅកន្លែង resource នេះមកហើយ application.property ណានេះអញ្ចឹងវាមានអានេះមាន spring application name my service my site service ហ្នឹងឈ្មោះអញ្ចឹងserver port នេះ server dot port បាទ server dot port អញ្ចឹងអ្នកស្មើ80.81បើយើងអត់វាយវាបញ្ចូលទេដោយលំនាំដើមភាសាខ្មែរហៅលំនាំដើមតែភាសាអង់គ្លេសយើងតែនិយាយថា default ហ្នឹងដែលលំនាំដើមគឺ port វា 80 អញ្ចឹងចង់បដូរ port 80 port 10តើអ្នកនរគ្នាសរសេរពីព្រោះដល់យើងរៀនហើយ spring boot like a magic config ready to use អញ្ចឹងយើងគ្រាន់ចង់ដូរតិចគ្រាន់ដូរនេះមក81អញ្ចឹងទៅអញ្ចឹងយើង run ម្ដងទៀតទៅនេះមិន error ឥឡូវយើង run ម្ដងទៀតឥឡូវគឺជាងក្រៅ OK នៅទាំងអស់គ្នាបាទអញ្ចឹងយើងនឹងទទួលបាននៅនេះ port run port 88មួយអញ្ចឹងអ្នកទាំងអស់គ្នាអាចដូរអានេះមក port 88មួយក៏ដែរ80ក៏ដែរ interpol មានដូចគ្នាអញ្ចឹងមានទាំងពីរឥឡូវតទៅមុខទៀតយើងនឹង clean យើងមិនយើង clean ហើយណា clean package clean នេះដើម្បី clean project ហ្នឹងមានថាយើងលុបនៅ file ដែលយើង compile ដែលយើង deal ទៅមក package នេះយើងភ្ជាប់វាជា package ជា jar file អញ្ចឹងនៅពេលដែលយើង package ហ្នឹងគឺវាបាន file មួយណាអ្នកទាំងអស់គ្នានេះ target នេះគឺមាន classes មាន generated source អីយ៉ាងទៅមានមួយកណោណា alright អញ្ចឹងយើងបានបង្កើត hello មួយនេះហើយឥឡូវយើងទៅបង្កើត docker file បាទអញ្ចឹង docker file អ្នកនរគ្នាអាច copy អានេះបានឬក៏សរសេរក៏បានឥឡូវយើងសរសេរមកណាយើងបើកចូលទៅ file docker ចឹងមក from image បាទ from image របស់យើងអញ្ចឹងក្នុងនេះខ្ញុំដាក់ image eclipse germ ចេះមកបាទតមកនេះគឺជា version របស់ JDK របស់យើងដែលខ្ញុំ download ចេញវានឹងទាញយកពី Docker Hub យើងឈ្មោះថាហ្នឹងឥឡូវយើងចូលមក Docker Hub មកអ្នកនរគ្នាអាចវាយ Java JDK នេះអញ្ចឹងមាន version ច្រើនអ្នកនរគ្នាដែលអ្នកគ្នាអាចជ្រើសរើសយកមកប្រើ version ដែលមាន verify នេះគឺពី Docker official នេះគឺមានប្រមាណចឹងទៅនេះមាន100លាន pool ចឹងទៅមានច្រើន version
version ខ្លះគឺគេ customize ឲ្យតូចឬក៏ឲ្យធំមកខ្លះ full ដែលនេះគឺ full ដែរហើយមានខ្លះវាអត់សូវមាន security អញ្ចឹងក្នុងការជ្រើសរើសអាហ្នឹងក៏យើងត្រូវប្រយ័ត្នដែរយើងចង់បានរបស់តូចប៉ុន្តែវាអត់ secure ឥឡូវខ្ញុំទៅ terminate នេះចោលមួយហើយខ្ញុំទៅ terminate នេះចោលមួយដែរបាទតមកទៀតអ្នកនរគ្នាត្រូវប្រើ command copy ចឹងយើងទៅ copy ពីណាបាទ copy ពីណាអ្នកនរគ្នាបាទ copy ពី source របស់យើងគឺថា sorry នេះថា target ចឹងមិនគឺវាសិតនៅក្នុងថា target នេះបាទ slash my size មកណាចឹងយើងនឹងដាក់ឈ្មោះថ្មីរបស់វានេះ copy អានេះតមកយើងដាក់ឈ្មោះថ្មីថា my size dot jar alright បានហើយយើងត្រូវមានកន្លែង entry point នេះមួយដូចយើងវាយ command អ្នកនរគ្នាមើលមិនអញ្ចឹងយើងមានថាកន្លែងនេះគឺយើងវាយ java ដកចាអញ្ចឹងដើម្បី run package របស់យើង run package ឈ្មោះគេ my size target slash my size មកយើង run ពុជវាទៅហើយតែនេះយើងដូរឈ្មោះមកនេះបាទយើង copy មកឈ្មោះ my size service នៅក្នុង container របស់យើងនេះ my size service អញ្ចឹងតែប៉ុណ្ណឹងយើង docker file របស់យើងគឺ ready បន្តមកទៀតដំណាក់កាលទី3គឺយើងនឹងធ្វើការ build នៅ docker file របស់យើងហើយយើងនឹង run វាបាទឥឡូវខ្ញុំបិទអានេះម្ដងទៀត control C បិទ clear បាទអញ្ចឹងខ្ញុំវាយ command docker បាទ docker build ដក t មកហើយយើងដាក់ឈ្មោះអីដាក់ទៅខ្ញុំដាក់ឈ្មោះថា my size បាទ my size service ហើយចុច2យើងដាក់ version វាយើងចង់បាន version 1.0.0 ហើយយើងដាក់ dot នេះមានថាវានឹងទៅរក root វានឹងទៅរកមើល file ឈ្មោះថា docker file នេះណា docker file ចាំបើខ្ញុំដាក់ dot ហើយ time slash ទៀតវាអត់ស្គាល់ទេយើង enter ពោកវានឹង error តើជំរាបកាន់ទៅលើទៅលូតទៅឲ្យពងរមើលរត់ឃើញនេះ error enable to find a dot slash អញ្ចឹងទៅ not found អត់រត់ឃើញទេអញ្ចឹងយើងដាក់ dot ទៅមកគឺវានឹងទៅរក docker file នេះអញ្ចឹង docker file សំខាន់ណាស់បងប្អូន docker file វានឹងសេ command ប៉ុណ្ណេះយើងចុចអូបបាទនេះវារកឃើញវាទៅទី1វាទៅ load metadata JDK យើងមិនមែនទៅអញ្ចឹងវា build សាច់ហើយអញ្ចឹងអ្នកទាំងអស់គ្នាបាយ command docker images ទៅពោកអញ្ចឹងយើងឃើញថានេះ image ដែលយើង build មិញមានទំហំ433 មេអញ្ចឹងធំមែនតើដោយសារតែ JDK របស់យើងហ្នឹងវាមានទំហំ400 មេបាទហើយអញ្ចឹងអ្នកនរគ្នាអាចស្វែងរកជាមួយនឹង JDK ដែលតូចដែលខ្លួនឯង search បន្ថែមមកយើងបាយពាក្យ slim រកពាក្យ slim បាទ JDK slim ហ្នឹងទៅវា slim ថាតូចណាខ្ញុំអត់បង្ហាញទេអញ្ចឹង my size service នេះដែលមាន tag នេះគឺ version ហ្នឹងគឺ 1.0.0 ហើយនេះជា image ID បាទអញ្ចឹងយើង build 12 second មុនហ្នឹងទំហំវា400បាទធំណាស់អញ្ចឹងយើង clear បន្ទាប់ពីបានហើយអ្នកទាំងអស់គ្នាត្រូវ run វាត្រូវទេត្រូវ run វាអញ្ចឹងវានៅក្នុង docker ហើយឥឡូវ run វាអញ្ចឹងយើងវាយ command docker run បាទ .d .p port 88 យ៉ាងចុះអានេះគឺជា port host សម្រាប់នៅខាងក្រៅ docker ដែលវានឹង export មកក្រៅមានថាយើងអាច access បានតាម web
tập nó dân đang access the port bảo dưỡng 88 sub hay đang error nên tầm này 88 subហើយ80គេថាមកទៀត80 map the container port to your local PC ចឹងទៅហើយអ្នកនរគ្នាត្រូវដាក់ឈ្មោះដែលយើងបាន build អំបញ្ញមិញគឺឈ្មោះគេអ្នកនរគ្នាឈ្មោះថា my ផ្លេចបាត់ហើយ my site អញ្ចឹង 1.0.0 shoot រយមែកឃើញណាចានេះនឹងខុសឲ្យយូរអញ្ចឹង enable define my site locally អញ្ចឹងរកឃើញមែនណាអញ្ចឹងខ្ញុំដងទៀតdocker images បាទអញ្ចឹងឈ្មោះ my site service នេះឈ្មោះ my site service អ្នកនរគ្នា my site services service បាទ my site service version 1.0.0 thêm đónទៀតអញ្ចឹងហើយនេះណាហើយហើយអញ្ចឹងវាដំណើរការរួចជាស្រេចនៅលើ port 88 2ណាអញ្ចឹងខ្ញុំចុច port 88 2ទៅវានឹង error ហេតុអីមិន error អត់ error សោះបាទ88 មាន error ទេនេះអញ្ចឹងវា load my site to 88 អញ្ចឹងអត់មានបញ្ហាទេណាអញ្ចឹងយើងបានតាមវានៅ port 88 sub នេះបាទអញ្ចឹងតនអ្នកទាំងអស់គ្នាហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបាន build វាហើយយើងចូលទៅមើលយើងអាចក្នុងនេះក៏យើងអាច verify តាម curl command ដែរតែបើយើងអត់មាន docker images មិនខ្ញុំ run មួយហើយយើងអាច run មួយទៀតបានដែរនេះអញ្ចឹងយើងវាយ command docker run d p 88 3.80 បាទអញ្ចឹងយើង copy អានេះក៏បានដែរខ្ញុំ copy image id នេះហើយយើងផាសទៅ typo បានដូចគ្នាឃើញទេអញ្ចឹងយើង clear វាចោលមួយហើយយើងវាយ command docker ps បាទ docker ps អញ្ចឹងយើងឃើញមាន container ដែលកំពុងតែ run នេះគឺ my site នេះមួយបាទ my site នេះគឺ run នៅ port ប្រមាណអ្នកនរគ្នា port 88 បន្ទាប់មក my site ទៀតគឺ88 83 port នេះច្រើនអញ្ចឹងយើងអាច run បានច្រើន88 88 yeah it's working right បាទស្រួលអញ្ចឹងចេះតែប៉ុណ្្នឹងមកគឺលេងផែនតែអញ្ចឹងនេះគឺជា command ដែលខ្ញុំប្រើមិញមាន docker ps យើងដឹងហើយគឺ list running container តាមទៀត docker ps.a អញ្ចឹងវា list អា stop ក៏វា list មកដែរបាទឥឡូវយើងវាយមើល docker ps.a នេះអញ្ចឹងមានច្រើនអញ្ចឹងមានថា stop ហើយក៏វា list មកដែរបើ docker ps ទេវាអត់ show អត់ run មកទេបន្ទាប់មកទៀតយើងមាន docker stop បាទ stop container ឥឡូវខ្ញុំចូល docker ps អញ្ចឹងខ្ញុំចង់ stop មួយណា stop មួយនេះបាទខ្ញុំ copy ទៅអញ្ចឹងខ្ញុំយក docker បាទ docker យីហ្នឹង docker stop ហើយយើងវាយ id វានេះបាទ id នេះថើដូចខុសបាត់ខុសបាត់ហើយ
នេះ ID វា image ID នេះ container ID បាទ copy container ID មកចុះបាទអញ្ចឹងយើងទៅឃើញវាចេញចេះមកវិញហើយអញ្ចឹងយើងយក docker ps មកបាទ stop បាត់ហើយអញ្ចឹងនៅសល់តែមួយ service ទេបន្ទាប់មកទៀតអ្នកនរគ្នាអាចប្រើ command docker om ដើម្បី delete container បាទអញ្ចឹងខ្ញុំនឹងទៅ delete ឲ្យមួយនេះបាទអញ្ចឹង docker om ខ្ញុំនឹងលុប container ID នេះមួយហើយអានេះវាកំពុង running អញ្ចឹងលុបទៅដើរអត់បានទេវាកំពុង running error from the mon you cannot remove running container ដោយសារវាកំពុងតែ run ប៉ុន្តែមុនហ្នឹងយើងបាន stop អាមួយនេះបាទ stop អាមួយនេះហើយយើងអាចលុបអាមួយហ្នឹងបានហើយអញ្ចឹង docker om control v មកលុបយើង stop មុនហ្នឹងទៅពោកអញ្ចឹងវាលុបបាទរួចរាល់បន្តមកទៀតអ្នកនរគ្នាអាចលុប image ចោលដែរ delete OMI នេះតែបើសិនចាំថាបើសិនបើវាកំពុង running ហើយអ្នកនរគ្នាអាចលុបបានទេបាទ log.f នេះ logs.f ដើម្បី view log មើលតោះឥឡូវយើង view log អញ្ចឹង docker ps អានេះវាកំពុង running បាទអញ្ចឹងយើង copy មកអញ្ចឹងយើង docker logs.f ហើយនឹង container id ទាំងនេះចុច enter មកនេះអញ្ចឹងវា run ឃើញទេ running មាន action អីថ្មីcall មកវានឹង load មកកន្លែងហ្នឹងអញ្ចឹងមេរៀនទាក់ទងជាមួយនឹងការ build docker របស់យើងគឺមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់បញ្ចប់អញ្ចឹងនៅមេរៀនបន្តទៀតយើងនឹងជួបគ្នាជាមួយខ្ញុំជួបគ្នានៅមេរៀនក្រោយៗទៀតហើយជួយ comment ខាងក្រោមถ้าចង់បានមេរៀននេះគេសូម comment ខាងក្រោមអរគុណច្រើនបាយបាយជម្រាបលាបិទ